នៅក្នុងដំណាក់កាលនៃការលក់ដំបូងជាដំណាក់កាលដ៏លំបាកបំផុតនៅក្នុងការលក់គ្មានភ្ញៀវគ្មានអ្នកស្គាល់គ្មានអ្វីគ្រប់យ៉ាងហើយអ្នកលក់ភាគច្រើនពេលចេញលក់ដំបូងគ្មានគិតអ្វីក្រៅពីលុយនោះទេតែគោលដៅមួយនេះបានធ្វើឲ្យអ្នកលក់ជាច្រើនបោះបង់អាជីពរបស់ខ្លួនចោលនៅពាក់កណ្ដាលទីលក់3ខែហើយមិនបានផលលក់1ឆ្នាំហើយគ្មានចំណូលទេមិនរីកចម្រើនទេមិនលូតលាស់ទៅមុខសោះគួរបន្តឬបញ្ចប់ហើយមូលហេតុអ្វីបានជាខ្ញុំមិនជោគជ័យដូចគេជាបញ្ហារបស់អ្នកលក់នៅក្នុងស្រុកខ្មែរដែលតែងតែលើកឡើងអំពីបញ្ហាមកកាន់គ្រួសារចាប់ក្រហមនៅពេលដែលពួកគេបានជួបបញ្ហាស្របគ្នាជាមួយនឹងបញ្ហានេះខ្ញុំបានជួបជាមួយនឹងលោកគ្រូធំរបស់ខ្ញុំគឺលោកគ្រូសានសុជាតាមរយៈវីដេអូមួយខ្សែរបស់លោកដែលនិយាយអំពីអត្ថបទធម៌នៅក្នុងការជួយបុគ្គលម្នាក់អាចឲ្យទទួលផ្លែផ្កាល្អនៅកិច្ចការងាររបស់ខ្លួនព្រះអង្គគ្រូសានសុជាបានសម្ដែងថានៅក្នុងโลกនេះគ្មានជោគជ័យណាដែលកើតឡើងដោយស្វ័យប្រវត្តិទេអ្នកដែលគិតថាជោគជ័យងាយជាមនុស្សដែលមើលងាយភាពជោគជ័យហើយលោកគ្រូសានសុជាមានសង្កេតការអំពីថ្នាំទឹកទាំង4ដែលជួយឲ្យបុគ្គលម្នាក់ជោគជ័យទី1ឆន្ទៈធ្វើវាចេញពីចិត្តលោកគ្រូសានសុជាបានសម្ដែងថាជោគជ័យពិតជាជោគជ័យដែលកើតចេញអំពីការស្រឡាញ់ពេញចិត្តជាមួយអ្វីដែលខ្លួនធ្វើអ្វីដែលខ្លួនស្រឡាញ់ហើយស្រឡាញ់អ្វីដែលខ្លួនធ្វើជាការពិតមិនមែននៅក្នុងវិស័យលក់ឬការងារផ្សេងនោះទេបើអ្នកខ្វះការស្រឡាញ់នោះអ្នកមិនអាចធ្វើវាបាន 100% នោះទេការងារមួយដែលមិនឆ្លងកាត់បេះដូងមិនមែនជាការងារល្អនោះទេដូចគ្នានឹងទស្សនៈមួយនេះលោកគ្រូធំមួយទៀតគឺលោកគ្រូជីមរ៉នបាននិយាយថាការងារមួយដែលអ្នកស្រឡាញ់វាអ្នកនឹងស្ទុះចេញពីក្រែដើម្បីទៅធ្វើវាមុននឹងអ្នកចោះចាញ់ការលក់សូមសួរទៅខ្លួនឯងសិនថាតើអ្នកមានបានធ្វើវាអស់ពីចិត្តហើយឬនៅហើយអ្នកមានចំណងធ្វើវាទេចង់រៀនពីវាទេចង់ធ្វើឲ្យបានសម្រេចឬទេបើអ្នកពិតជាមានឆន្ទៈចេញពីបេះដូងពិត 100% មែនអ្នកនឹងបន្តលក់រហូតដល់ជោគជ័យទី2វិរិយៈធ្វើវាដោយការព្យាយាមអ្នកលក់ក្នុងស្រុកខ្មែរភាគច្រើនប្រញាប់ជោគជ័យតែខ្វះការព្យាយាមព្រះគ្រូសានសុជាមានសង្កេតការថាការជោគជ័យត្រូវតែព្យាយាមកុំចោះចាញ់ងាយពេកជាការពិតអ្នកលក់កុំឆាប់ចោះចាញ់ខ្លាំងពេកលក់មិនដាច់ត្រូវរកវិធីថ្មីដើម្បីលក់កុំឆាប់ចោះចាញ់ពេកអ្នកត្រូវចាំថាធ្វើអ្វីក៏ដោយអ្នកណាស៊ូជាងគេអ្នកនោះជាអ្នកឈ្នះខ្ញុំជួបអ្នកលក់ថ្មីជាច្រើនគាត់បាននិយាយប្រាប់ខ្ញុំថានៅពេលដែលមានអារម្មណ៍ថាចង់បោះបង់សូមគិតដល់ថ្ងៃដែលអ្នកចង់ធ្វើវាអ្នកគិតថាជីវិតវេទនាណាស់ទើបយើងខំរើបំរាស់ចេញរកប្រាក់ចំណូលចុះបើអ្នកចោះចាញ់មានន័យថាអ្នកមិនអាចផ្លាស់ប្ដូរជីវិតអ្នកបានទេហើយអ្នកនឹងរស់នៅកាន់តែវេទនាដដែលតស៊ូត្រូវរឿងព្យាយាមត្រូវកលៈទេសៈអ្នកនឹងទទួលបានផ្លែផ្កាពីអាជីពអ្នកលក់របស់អ្នកសូមកុំបោះបង់វាឲ្យសោះទី3ចិត្តតៈធ្វើវាដោយការយកចិត្តទុកដាក់នៅពេលដែលអ្នកលក់មិនដាច់ពេលខ្លះមកពីអ្នកខ្វះការយកចិត្តទុកដាក់លោកគ្រូសានសុជាសម្ដែងថាថ្នាំទឹកទី1គឺធ្វើចេញពីការស្រឡាញ់ថ្នាំទឹកទី2គឺធ្វើចេញពីការព្យាយាមធ្វើវាឲ្យអស់ពីចិត្តនិងថ្នាំទឹកទី3គឺធ្វើវាដោយយកចិត្តទុកដាក់បំផុតមុននឹងអ្នករអ៊ូថាលក់មិនដាច់ទេចង់បោះបង់ចោលអ្នកសាកសួរសំណួរមួយនេះទៅកាន់ខ្លួនឯងមើលថាតើអ្នកធ្លាប់យកចិត្តទុកដាក់ជាមួយការងាររបស់អ្នកធ្វើដែរឬទេអ្នកបានយកចិត្តទុកដាក់លើភ្ញៀវរបស់អ្នកទេអ្នកធ្លាប់បានយកចិត្តទុកដាក់រៀនពីផលិតផលរបស់អ្នក1000% ដែរឬទេបើអ្នកគ្រាន់តែជាអ្នកសាមញ្ញម្នាក់ហើយអង្គុយចាំតែអារម្មណ៍ភ្ញៀវអង្គុយរអ៊ូតែពីទីផ្សារអ្នកនឹងបរាជ័យក្នុងកិច្ចការដែលអ្នកបានធ្វើយកចិត្តទុកដាក់ជាមួយអ្វីដែលអ្នកធ្វើចាប់រឿងតែមួយធ្វើវាឲ្យច្បាស់ធ្វើវាឲ្យคล้ายទៅជាជំនាញបើលក់ដីគឺជំនាញលក់ដីបើលក់ឡានគឺជំនាញឡានតែម្ដងកុំត្រង់នេះត្រង់នោះមិនឆ្ពោះទៅត្រង់ណាទី3វិមង្សាធ្វើវាដោយភាពឆ្លាតវៃលោកគ្រូធំរបស់ខ្ញុំសានសុជាបានសម្ដែង
ថារឿងទាំង3ខាងលើនឹងបរាជ័យទាំងអស់បើសិនអ្នកខ្វះបញ្ញានៅក្នុងការធ្វើវានៅក្នុងការលក់ដំបូងមិនខុសគ្នាដែរមានអ្នកលក់ជាច្រើនបរាជ័យដោយសារតែខ្វះបញ្ញានៅក្នុងការលក់ខ្វះភាពឆ្លៀសវៃនៅក្នុងការលក់ដែលវាគឺជាគ្រោះធំបំផុតរបស់អ្នកលក់ដំបូងនៅក្នុងស្រុកខ្មែរអ្នកលក់មិនពូកែនោះទេបើបញ្ញារបស់អ្នកមិនរីកដើរមិនលឿនជាងគេរៀនមិនលឿនជាងគេហើយអ្នកនឹងបោះបង់ការងារមួយនេះចោលទៅចាប់ការងារមួយទៀតនៅពេលដែលអ្នកខ្វះបញ្ញានៅក្នុងការលក់សូមកុំឆាប់បោះបង់ពេកអ្នកណាស៊ូយូរជាងគេអ្នកនោះជាអ្នកឈ្នះមុននឹងបោះបង់ចោលការងារណាមួយត្រូវសួរខ្លួនឯង4សំណួរជាមុនសិនតើអ្នកមានចិត្តស្រឡាញ់វាទេបើស្រឡាញ់ខ្លាំងហេតុអ្វីបោះបង់វាចោលទី2តើអ្នកបានព្យាយាមធ្វើវាអស់ពីលទ្ធភាពហើយឬនៅបើនៅទេហេតុអ្វីក៏បោះបង់វាចោលទី3តើអ្នកបានផ្ដោតផ្ដោតលើវា 100% ហើយឬនៅបើនៅទេអ្នកគួរសាកវាម្ដងទៀតដោយផ្ដោតឲ្យខ្លាំងជាងទីបំផុតទី4តើអ្នកបានធ្វើវាដោយភាពឆ្លាតវៃហើយឬនៅបើខ្វះបញ្ញារៀនបន្ថែមហើយបន្តធ្វើវាបើអ្នកគិតថាវាមានប្រយោជន៍សម្រាប់អ្នកត្រូវចាំឲ្យច្បាស់ថាជោគជ័យមិនកើតឡើងដោយស្វ័យប្រវត្តិទេស្រឡាញ់ខុសព្យាយាមខុសផ្ដោតខុសគិតមិនដល់ 100% អ្នកនឹងបរាជ័យអ្នកលក់ត្រូវរៀនឲ្យច្រើនមុជឲ្យជ្រៅទៅឲ្យលឿនកុំឆាប់ចោះចាញ់ពេកលក់ឲ្យខ្លាយជាអ្នកជំនាញលក់ឲ្យខ្លាយជាសហគ្រិនលក់ឲ្យខ្លាយទៅជាមនុស្សឆ្នើមក្នុងវិស័យរបស់ខ្លួនគោលការណ៍ជោគជ័យស្រឡាញ់ព្យាយាមផ្ដោតបញ្ញាស្មើនឹងជោគជ័យ